បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើដំណើរពីរាជធានីភ្នំពេញទៅឯខេត្តតាកែវបងប្អូនឥឡូវនេះខ្ញុំក៏បានមកដល់វិមានឯករាជ្យខេត្តតាកែវហើយកំពុងតែជិះឡើងទៅខាងហាងទាទឹមពុថាយាយែមកំពុងតែបើកថ្មីហើយសម្រាប់ទីតាំងវិញគឺនៅក្បែរ PM ក្រុងបងប្អូនប្រហែលជា50ម៉ែត្រទៅ60ម៉ែត្រអីទេបងប្អូនខាងលិចនឹងតែម្ដងហើយដល់ខាងលិចជាសៀមតាកែវបងប្អូនបត់ខាងស្ដាំដៃមកទៅត្រង់រហូតហើយទៅដល់មុខទៀតក៏បត់ខាងឆ្វេងដៃមកវិញបងប្អូនជិះវិញប្រហែលជា2នាទីទេបងប្អូនដល់ហើយគឺនៅខាងឆ្វេងដៃតែម្ដងឥឡូវនេះខ្ញុំក៏បានមកដល់ហើយខាងហាងទាទឹមពុថាយាយែមសាខាខេត្តតាកែវបងប្អូនហើយឥឡូវនេះគាត់អត់តន់លក់ទេដល់ល្ងាចបងប្អូននេះខ្ញុំទៅពេលព្រឹកចឹងហើយនៅនេះដែរមានលក់ដូចជាទាទឹមទីអប់លក្ខណឹងហើយនឹងទាទឹកឃ្មុំបងប្អូនហើយរសជាតិវិញមកអែមតែម្ដងបងប្អូនឥឡូវនេះដល់ម៉ោងដើររកកាហ្វេហើយបងប្អូនហើយក៏បានសម្រេចហើយបងប្អូនគឺនៅកន្លែងបងថាគាត់លក់កាហ្វេនៅឯមាត់ទន្លេឥឡូវធ្វើដំណើរមកផ្ទះវិញបងប្អូនហើយភ្លៀងក៏ដេញតាមក្រោយដែរអញ្ចឹងហើយមកដល់ផ្ទះមេឃលឹមបងប្អូនហើយមកទូទៅក៏ភ្លៀងមកយើងកំពុងតែដុតនោមនេះយើងរកអីក្រោបដើម្បីកុំឲ្យត្រូវទឹកភ្លៀង